ក្រុមអាវលឿងដែលដឹកនាំដោយសិទ្ធិលឹមថង្គុលបាននិយាយថាភារកិច្ចរបស់សៀមមិនមែនត្រឹមតែវាយយកប្រាសាទតាក្របីមកវិញទេភារកិច្ចរបស់សៀមគឺត្រូវវាយយកខេត្តទាំង4របស់ខ្មែរមានដូចជាកោះកុងបាត់ដំបងសៀមរាបនិងសេរីសោភ័ណ្ឌមហិច្ឆតាលុបលុនបែបនេះចាងវាងចង់និយាយវិញថាផេះសង្គ្រាម4យប់5ថ្ងៃគ្រាន់តែប្រាសាទតាក្របីវាយយកអត់បានផងហ្នឹងមានមហិច្ឆតាឯណាចង់វាយយកសៀមរាបបាត់ដំបងកោះកុងសេរីសភ័ណ្ឌចាងវាងចង់សួរថាមានគីឡូឯណាវាយយកខេត្តទាំង4របស់ខ្មែរឲ្យផេះចឹងបានចាងវាងថាខាងសៀមនេះណាប៉ិនខ្លាំងណាស់ខាងអួតដូចមេតបបាត់ឃ្លាំងចឹងនិយាយថាប្រសិនបើមានសង្គ្រាមតែ3ថ្ងៃទេនឹងធ្វើឲ្យខ្មែរចប់ឯចំណែកមេតបជើងគោកឯនោះវិញនិយាយថាហោះតាមមួយផ្លែទេមកដល់ព្រំដែនចំណែកពិធីករសៀមនិយាយវិញថាប្រសិនបើមានសង្គ្រាមយន្តហោះចម្បាំងហោះមកភ្នំពេញតែ3នាទីនឹងហោះមកដល់ភ្នំពេញហើយអញ្ចឹងបានថាសៀមអើយសៀមពួកកែអួតម្លេះប៉ុន្តែនៅពេលដែលធ្វើសង្គ្រាមជាក់ស្ដែងអំបិលសំបីតែមួយជ្រុងរបស់ខ្មែរក៏ថៃវាយយកអត់បានដែរអញ្ចឹងកុំអួតពេកក្រុមអាវលឿងក្រុមលោកសិទ្ធិលឹមថង្គុលឧបត្ថម្ភដោយ Lady Lara SD គិតពីសម្រស់និងសុខភាពជាចម្បង